រឿងខ្លាស្វានិងទុនសាយមានខ្លាមួយក្បាលកំពុងតែសង្វែងដើររកចាប់អ្វីមិនបានសោះវាខំដើរស្វែងរកអស់ជាយូររហូតប្រទះនឹងសត្វអកមួយកំពុងយំលឺសូរអអូទុំនៅលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញហើយគិតខឹងចិត្តថាធ្វើម៉េចនឹងចាប់អានេះបានណោះបើវាខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើទៅកាលណាបើអញនឹងចាប់វាបានខ្លាអង្គុយចាំមើលគិតកលសត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបង្ហែត្រីក្រែងមានត្រីបន្លាខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុលឡើងពីខ្លួនទឹកអកស្ទុះទៅចាប់បានត្រីនោះយកមុខធឺជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមករអេះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាខ្លួនអាំងខំដើរស្វែងរកស្ទើរស្លាប់មិននៃបានអានេះអង្គុយធ្វើច្រងុកចាប់បានភ្លាមហើយវាមិនលំបាក់លោបលំបាក់អោនក្រាបទៀតផងបើដូច្នេះអញគិតធ្វើដោយសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅវត្តបឹងនោះមានដើមឈើធំដុះជ្រុងច្រាងដ៏មានម្លប់ត្រឆៃល្មមវាពូនខ្លួនវាបានពេលនោះមានបុរសម្នាក់កំពុងចង់សន្ទូចកូនបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯនៃឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេឡើងទៅនៅដើមព្រឹក្សាមួយធំខ្ពស់នៅសំងុំតែម្នាក់ឯងមិនមាត់ក៏ឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លុកចុះភ្លុកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើររួចឡើងអង្គុយជ្រហុំនៅចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាអង្គុយចុងឈើនៅកណ្ដាលបឹងដូច្នេះតើវាគិតធ្វើអីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងវិញឆ្លក់ទឹកលឺសូរខកបុរមនោះឃើញហើយសើចរួចស្រែកថាស្លាប់ទៅខ្មោចធ្វើអ្វីដូច្នោះខ្លាលឺងាលទៅឃើញបុរសនៅចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបង់គំនិតដល់មិននឹងសោះរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញម្នាក់ឯងបើគាត់ទៅដល់ផ្ទះសំនឹងគាត់និយាយប្រាប់គេថែមទៀតគេនឹងកាន់តែដេញច្រើនឡើងកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នេះអញស៊ូគាត់គុំនិយាយប្រាប់នឹងណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាភីអោនលំទោនថាអូអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានអែត្រីទៅបានអែលងទឹកស្ទើរនឹងស្លាប់ខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នេះសុំអ្នកអាណិតខ្ញុំគុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណអបាការៈអ្នកបុរសតបវិញថាខ្លាឯងអើយអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកយកមកជូនញាក់នៅទីនេះរាល់គេថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពីខ្លារួចហើយវិលទៅផ្ទះអាត្មាវិញលុះព្រឹកឡើងបុរសមកទទួលសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំសត្វយកមកឲ្យបុរសនោះជាប្រក្រតីមិនហ៊ានខានកាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដោយម្ដេចក៏បានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាន់ក៏មានឆ្លូក៏មានប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អីក៏បានមិនដែលខានដូច្នេះអ្នកអើយប្អូនឲ្យត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានតែខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដោយសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយជ្រហុំចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំតែទេអញនឹងស៊ីឯងត្បិតការនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតឡើយអញសូកឲ្យសัตว์មួយព្រឹករយតែថ្ងៃឥឡូវមិនក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លទៀតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចុះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើមួយថ្ងៃនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងខំខ្លាក៏ព្រមថាទៅក៏ទៅចុះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីតាមដដេប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបរមនោះក៏នៅទាំងសោកសៅកងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងស៊ីទាំងអស់គ្នា
ប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាប្រពន្ធចិនចាគ្រឹះស្ថានដើរតាមផ្លូវយំបណ្ដើផងដល់ពាក់កណ្ដាលផ្លូវប្រតិនឹងទុនសាយសួរថាបុរសឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសថ្លែងឲ្យទុនសាយស្ដាប់សពគ្រប់ប្រការតាមរឿងហេតុនោះទុនសាយឆ្លើយថាអូបើដូច្នេះភ័យអ្វីបុរសឯងទៅរកតែជែកមួយស្និតមកទើបផ្លាច់អាខ្លាកំព្រើលនោះបុរសនោះត្រេកអរក៏មនីមណារត់ទៅរកបានជែកមួយស្និតហើយជូនទៅលោកសុភាទុនសាយថាខ្មាំងជូនលោកសូមឲ្យទៅលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងតែបន្តិចខ្លាយវាតាមមួយស៊ីខ្លួនហើយសុភាទុនសាយថាអ្នកឯងទៅជាមួយយើងចាំមើលខ្លានោះឲ្យចាក់រួចសុភាទុនសាយរកដំបូកមើលយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលឲ្យបានឆ្ងាយឯខ្លានោះកៅចាំបុរសនោះយូរពេកក៏តាមមុខប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលេះរលាំងមកតទៀតដំបូកបុរសនោះខឿនក៏បណ្ដឹងសុភាទុនសាយថាមកហើយលោកបុរសនេះមានស្វាមកខំខ្ញុំខ្លាចណាស់លោកសុភាទុនសាយថាគុំបារម្ភអ្វីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទុនសាយក៏ប្រុងបកជែកមួយនឹងពុំឲ្យមុំដល់មកចិត្តស្វាសួរត្រង់ណាបងខ្លាថាត្រង់នឹងមាត់ស្រែកពីត្រង់នឹងណាសុភាទុនសាយពុំជែកនៅកងមាត់ស្រែកថាអាស្វាក្រញ៉ាំចំពាកបំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសង្គមមួយឲ្យអញមើលមករយៈអាស្វានេះខ្លាឮដូច្នោះក៏ស្ទុះរត់ភីងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាអាស្វានេះវានាំអញមកផាត់បំណុលទេស្វាស្រែកថាបងខ្លាឈប់សិនរត់ណាមិនស្ដាប់ដោយចូលចាប់ថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយទាល់តែស្វានោះរនំនឹងឈើនឹងដីស្លាប់ខ្លួនខូតអាសាឧកាឃ្លៀអប់រំរឿងនេះបង្រៀនយើងថា1កុំយកតម្រាប់តាមគេទាំងងងុលខ្លាចង់ធ្វើដូចអកដោយមិនគិតពីសមត្ថភាពខ្លួនឯងនាំឲ្យខ្មាស់គេ2រក្សាពាក្យសន្យាបុរសមិនបានរក្សាពាក្យសន្យាជាមួយខ្លាធ្វើឲ្យខ្លួនជួបគ្រោះថ្នាក់3ប្រាជ្ញាឈ្នះកម្លាំងទុនសាយប្រើប្រាជ្ញារបស់ខ្លួនជួយបុរសឲ្យរួចផុតពីគ្រោះថ្នាក់បានយ៉ាងងាយស្រួលខណៈខ្លាប្រាយតែកម្លាំង4កុំបោកប្រាស់គេស្វាចង់កន្ទុយជាមួយខ្លាដើម្បីបញ្ឆោតនាំខ្លាមកឲ្យទុនសាយបន្លាចនិងទីបំផុតស្វាក៏ទទួលកម្មផលដោយសារខ្លារត់អូតតល់តែស្លាប់